ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសេងសុពេជ្រមកពីថ្នាក់ដេថ្ងៃនេះខ្ញុំមកធ្វើការឆ្លុះបញ្ចាំងនៅមេរៀនសប្តាហ៍ទី6គឺពលំតាក់សូណូមីនិងការរៀបចំទៅលើការបង្កើតតេស្តនៅក្នុងមេរៀននឹងដែរទៅលើវត្ថុបំណងគឺបន្ទាប់ពីគ្រូនិស្សិតគាត់បានសិក្សាអំពីមេរៀនហ្នឹងគឺអាចឲ្យដឹងអំពីគុណសម្បត្តិនិងគុណវិបត្តិនៅក្នុងការប្រើប្រាស់ប្រភេទតម្រងសំណួរជាប្រភេទតម្រងសំណួរបិទឬក៏ប្រភេទតម្រងសំណួរបើកហើយនៅក្នុងនោះមានការរៀបចំជាមួយនឹងការនុវត្តរៀបចំនិងបង្កើតសំណួរទៅតាមកម្រិតពលំបង្កើតតម្រងសំណួរហើយមានការបង្កើតនៅសាកល្បងតេស្តដែលឲ្យមានការពិចារណាហើយនឹងមានភាពជឿជាក់និងសុពលភាពនៅក្នុងចំណុចនេះដែរទៅលើទី1គឺគេនិយាយអំពីគោលការណ៍បង្កើតសំណួរតាមទ្រឹស្ដីពលំអញ្ចឹងនៅក្នុងការបង្កើតសំណួរហ្នឹងគឺយើងមានភាពចាំបាច់គឺដើម្បីរៀបចំទៅតាមកម្មវិធីសិក្សាដើម្បីសរសេរនិងកំណត់នៅវត្ថុបំណងមេរៀនដើម្បីរកឲ្យឃើញនៅបំណិនដោយមេរៀននោះពីស្រួលទៅលំបាកហើយឬក៏យើងមានដើម្បីបន្សំវត្ថុបំណងទៅនឹងវិធីសាស្ត្រឬក៏ស្តង់ដារនៃការវិតម្លៃដើម្បីឲ្យមានប្រសិទ្ធភាពបន្តមកទៀតគឺក្នុងកម្រិតពលំគឺគេចែកចេញជា6ទី1កម្រិតចងចាំ2ក៏ការយល់ដឹងទី3ការអនុវត្តទី4ការវិភាគទី5ការវិតម្លៃនិងទី6ការបង្កើតថ្មីនៅក្នុងកម្រិតសំណួរទាំង6ហ្នឹងនឹងមានលំនាំតាមរយៈការយល់ដឹងទី1ទៅលើកម្រិតចងចាំគឺរំលឹកនៅចំណេះដឹងដែលបានរៀនឬក៏លំដាប់នៅក្នុងរយៈពេលវែងហើយអាចនឹងស្គាល់ឡើងវិញដើម្បីបង្កើតឡើងវិញទៅលើការយល់ដឹងវិញគឺបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានបង្រៀនរួមសួរជាសំណួរផ្ទាល់មាត់សរសេរបកស្រាយបញ្យលឬក៏ធ្វើតាមចំណាត់ថ្នាក់សង្ខេបប្រៀបធៀបឬក៏លើកឧទាហរណ៍ណាមួយជាក់ស្ដែងមកនិយាយទី3ទៅលើការអនុវត្តគឺយើងអនុវត្តប្រព្រឹត្តទៅតាមទ្រឹស្ដីដែលបានសរសេរគឺអនុវត្តបញ្ជាក់ទ្រឹស្ដីខុសឬក៏ត្រូវទៅលើការវិភាគគឺយើងបំបែកព័ត៌មានជាផ្នែកតូចៗមួយហើយយើងកំណត់ថាតើផ្នែកណាមួយដែលមានតំណែងតំណងគ្នាឧទាហរណ៍យើងញែកភាពខុសគ្នាហើយនៅទី5ការវិតម្លៃអញ្ចឹងការវិតម្លៃគឺយើងធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារឧទាហរណ៍យើងពេលសិស្សគាត់ធ្វើលំហាត់ឬក៏ធ្វើកិច្ចការអីមួយគឺគ្រូគាត់ត្រូវតែដើរពិនិត្យមើលដើម្បីជួយកែលម្អសិស្សទី6គឺការបង្កើតថ្មីគឺជាការផ្សំធាតុផ្សេងដើម្បីបញ្ចូលគ្នាបង្កើតទៅជាសម្ព័ន្ធភាពឬក៏មុខងារទាំងមូលឲ្យឡើងវិញខ្លាយទៅជាលំនាំថ្មីមួយផ្សេងទៀតបន្ទាប់មកចូលទៅចំណុចទី2គឺប្រភេទសំណួរតាមកម្រិតពលំកម្រិតសំណួរតាមកម្រិតពលំគឺយើងមានចែកចេញជា2ប្រភេទតម្រងសំណួរបិទនិងតម្រងសំណួរបើកប្រភេទតម្រងសំណួរបិទវិញគឺជាសំណួរទាំងឡាយណាដែលចម្លើយរបស់សំណួរនោះគឺត្រូវផ្ដល់ឲ្យរួចជាស្ដេចហើយតម្រូវឲ្យអ្នកឆ្លើយនោះធ្វើការជ្រើសរើសឧបករណ៍បំពេញឬភ្ជាប់ចម្លើយទាំងនោះអញ្ចឹងតម្រងសំណួរបិទអាចជាតម្រងពហុសំណួរពហុជ្រើសរើសសំណួរខុសឬត្រូវសំណួរគូបកឬក៏សំណួរបំពេញចន្លោះជាដើមរីឯសំណួរបើកវិញគឺជាតម្រងសំណួរជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយផ្ដល់នៅចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយដោយផ្ទាល់មាត់ឬក៏ការសរសេរ3ទៅលើការអនុវត្តការបង្កើតសំណួរតាមកម្រិតពលំគឺនិយាយអំពីកម្រិតពុទ្ធិរបស់សំណួរអញ្ចឹងយើងមានកម្រិតពុទ្ធិដូចនៅខាងលើហ្នឹងយើងមាន6ដដែលហើយទៅលើកិរិយាសព្ទសម្គាល់គឺយើងមានតាមកម្រិតនីមួយដូចឧទាហរណ៍ចងចាំយើងមានស្ដាប់មានកត្រាសូត្រទន្ទិញរំលឹកហើយយល់ដឹងគឺមានការបកស្រាយការបញ្យល់បង្ហាញអនុវត្តវិញគឺការកណនាឬក៏កំណត់ដើម្បីសម្រួលឡើងវិញហើយនៅលើការវិភាគវិញគឺយើងអាចចេះបែងចែកចេះប្រៀបធៀបវិភាគបានលម្អិតការវិតម្លៃគឺផ្ដល់នៅយោបល់សម្រាប់ការសម្រេចចិត្តការរិះគន់ឬក៏ការដាក់បន្ទុកហើយការបង្កើតថ្មីគឺយើងរចនាឡើងវិញគឺយើងផលិតឬក៏យើងមានគម្រោងដើម្បីផ្សំចូលគ្នាច្នៃប្រឌិតវាឲ្យក្លាយទៅជាអ្វីមួយថ្មីទី3ទៅលើការអនុវត្តការបង្កើតសំណួរតាមរយៈកម្រិតពលំវិញគឺយើងអាចបង្កើតទៅលើពហុជ្រើសរើសអញ្ចឹងសំណួរទៅលើតេស្តជ្រើសរើសគឺមានលក្ខណៈស្តង់ដារគឺផ្សំឡើងដោយពីរផ្នែកសំខាន់គឺយើងមានជាប្រភេទផ្នែកសំណួរនិងសំណុំជ្រើសរើសចម្លើយទៅលើការអនុវត្តសំណួរនៅក្នុងមេរៀនគឺបានលើកជាឧទាហរណ៍មួយថា
តុលានឹងបានធ្វើដំណើរដោយជិះរថយន្តតាក់ស៊ីបានចម្ងាយ 4.8 គីឡូម៉ែត្រនិងបន្ទាប់មកគាត់បានធ្វើដំណើរបន្តទៀតដោយជិះរថយន្តក្រុងបានចម្ងាយ 1.5 គីឡូម៉ែត្រតើតុលានឹងធ្វើចម្ងាយបានប៉ុន្មានហើយនៅក្នុងនេះគឺជាផ្នែកសំណួរតែពេលផ្នែកចម្លើយគឺយើងមាន4ឲ្យគាត់ជ្រើសរើសមានកខគោអញ្ចឹងសិស្សដែលគាត់ធ្វើហ្នឹងគឺគាត់ត្រូវតែជ្រើសរើសចម្លើយណាមួយដែលត្រឹមត្រូវហើយរាល់ជំរើសចម្លើយទាំងអស់ហ្នឹងគឺត្រូវតែមានសេចក្តីបញ្យល់លម្អិតឬក៏ចំណុចខ្វះខាតរបស់សិស្សតើយើងមិននឹងដាក់កិច្ចការឲ្យគាត់ធ្វើគឺគ្រូត្រូវតែបញ្យល់ឬក៏ឲ្យគាត់ចេះអាននៅសំណួររួចឲ្យគាត់គិតទៅលើសំណួរហ្នឹងតើគាត់គួរជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវហើយចម្លើយត្រឹមត្រូវគឺជាការវិភាគនៅលើការជ្រើសរើសចម្លើយបន្តមកទៅលើប្រភេទទម្រង់សំណួរបិទវិញទម្រង់សំណួរបិទគឺយើងមានសំណួរខុសត្រូវសំណួរគូផ្គងសំណួរពហុជ្រើសរើសនិងសំណួរបំពេញចន្លោះហើយទៅលើគុណសម្បត្តិសំណួរខុសត្រូវវិញគឺឲ្យងាយសិស្សគាត់ងាយសរសេរសម្រាប់គ្រូក៏ងាយដាក់បន្ទុកហើយទៅលើសំណួរគូផ្គងវាមានប្រយោជន៍សម្រាប់ការធ្វើតេស្តអំពីទំនាក់ទំនងហើយងាយបង្កើតនៅក្នុងចំនួនច្រើនដូចពហុចម្លើយជ្រើសរើសវិញគឺកាត់បន្ថយអត្រាទស្សន៍ទាយគាត់អាចប្រើដើម្បីវាស់លំនាំនៃពុទ្ធិបានទូលំទូលាយហើយកាត់បន្ថយបញ្ហានៃការកែបន្ទុកតាមមុខវិជ្ជាផងដែរហើយងាយស្រួលសម្រាប់គ្រូគាត់ដាក់បន្ទុកទៅឲ្យសិស្សនិងសំណួរបំពេញចន្លោះវិញគឺឲ្យមានភាពជឿជាក់ខ្ពស់ងាយសរសេរហើយកាត់បន្ថយការទស្សន៍ទាយរបស់គាត់រីឯគុណវិបត្តិវិញនៅក្នុងសំណួរខុសត្រូវគឺអត្រាទស្សន៍ទាយអាចមានខ្ពស់ដល់ 50% អញ្ចឹងមានន័យថាគាត់ខុសត្រូវគាត់អត់បាននៅពេលដែលគាត់អានសំណួរគាត់អត់បានគិតទេគាត់តែងតែប្រើជាចម្លើយទស្សន៍ទាយគាត់គិតថាសំណួរមួយនឹងត្រូវគឺគាត់គូពាក្យត្រូវតែម្ដងហើយទៅលើគុណវិបត្តិសម្រាប់សំណួរគូផ្គងវិញគឺជាវិធីសាស្ត្របង្កើតសំណួរក្រុមបំផ្លាញភាពឯករាជ្យនៃសំណួរតេស្តហើយនៅក្នុងគុណវិបត្តិទៅលើពហុចម្លើយជ្រើសរើសគឺការបង្កើតសំណួរជ្រើសរើសចំណាយពេលយូរនិងមានតម្លៃថ្លៃហើយការបង្កើតជ្រើសរើសខុសនោះក៏វាមានការលំបាកផងដែរទៅលើសំណួរបំពេញចន្លោះវិញគឺបើសិនជាគុណវិបត្តិគឺពិបាកដាក់ផ្ដល់បន្ទុកទៅឲ្យសិស្សអាចមានចម្លើយដែលត្រឹមត្រូវច្រើនហើយសិស្សគឺគាត់ប្រើរយៈពេលវែងដើម្បីបំពេញគុណសម្បត្តិនិងគុណវិបត្តិនៃទម្រង់សំណួរបើកគឺយើងបានចែកចេញនៅដូចខាងក្រោមគឺទម្រង់សំណួរបើកគឺជាប្រភេទសំណួរដែលឲ្យសិស្សសរសេរចម្លើយកំណត់ផ្ទាល់ខ្លួនដើម្បីឆ្លើយដែលបញ្ហាបានចោទឡើងអញ្ចឹងមានន័យថាសំណួរបើកគឺគ្រូគាត់ដាក់សំណួរទៅសិស្សគាត់ឆ្លើយសំណួរបែបណាក៏បានទៅតាមកំណត់ដែលគាត់បាននឹកឃើញគាត់បានគិតអញ្ចឹងឲ្យគាត់សរសេរទៅតាមអ្វីដែលគាត់នឹកឃើញជាប្រភេទយើងអាចដឹងពីសមត្ថភាពនិងចម្លើយដែលគាត់បានឆ្លើយនឹងមកហើយសម្រាប់ទៅលើគុណសម្បត្តិនិងគុណវិបត្តិនៅលើទម្រង់សំណួរបើកវិញគឺប្រភេទសំណួរយើងសរសេរជាទម្រង់ខ្លីគុណសម្បត្តិគឺល្អសម្រាប់ការវិយតម្លៃទៅលើចំណេះដឹងរបស់សិស្សជាក់ស្ដែងហើយគ្មានការទស្សន៍ទាយចម្លើយងាយស្រួលនៅក្នុងការបង្កើតសំណួរងាយស្រួលកែបន្ទុកផងដែរទម្រង់សរសេរវែងគឺជាមធ្យោបាយមួយសម្រាប់វិយតម្លៃបំណិននៅកម្រិតចំណេះដឹងរបស់សិស្សមានន័យថាយើងអាចវាស់បានតាមវាកម្រិតរៀងខ្ពស់ហើយជំរុញឲ្យការគិតហ្នឹងគឺមានការច្នៃប្រឌិតការត្រេះរិះពិចារណាផងដែរសម្រាប់ទៅលើគុណវិបត្តិទម្រង់សំណួរខ្លីគឺมันសមស្របជាមួយនឹងការវាស់វែងការសិក្សាបែបការត្រេះរិះហ្នឹងឯងហើយងាយនឹងឆ្លើយតាមវិធីណាមួយមិនសមស្របទៅលើទម្រង់សរសេរទម្រង់វែងវិញគឺការកែចម្លើយគឺមានន័យថាគ្រូគាត់កែប្រើនៅក្នុងចំណាយពេលវេលាច្រើនហើយពិបាកនឹងទទួលយកភាពជឿជាក់រវាងអ្នកកែជាមួយនឹងអ្នកកែផ្សេងទៀតផងដូចគ្នាទៅលើការអនុវត្តរៀបចំបង្កើតតេស្តស្តង់ដារគឺយើងមានចែកចេញជា6តារាងកំណត់លម្អិតតេស្តការបង្កើតសំណួរតេស្តអនុវត្តធ្វើតេស្តនៅក្នុងថ្នាក់រៀនការធ្វើអត្រាកំណែនិងទម្រង់កែសំណួរទម្រង់បើកហើយនឹងវិភាគលទ្ធផលតេស្តផងដែរហើយទី6នេះគឺកំណត់នៅចំណុចខ្លាំងចំណុចខ្វះខាតបន្ទាប់មករៀបចំផែនការបង្រៀនដើម្បីឲ្យលទ្ធផលរបស់សិស្សនឹងកាន់តែល្អប្រសើរជាងមុនហើយដើម្បីនៅក្នុងការបង្កើតវិញ្ញាសាដែលមានភាពបញ្ស៊ីគ្នាជាមួយនឹងលទ្ធផលកម្មវិធីសិក្សាអញ្ចឹងទី1យើងត្រូវធ្វើការបំណែងចែកកម្មវិធីសិក្សានោះរួមប្រចាំខែហើយបង្កើតនៅតម្រាង
តារាងកំណត់គម្រោងលម្អិតតេស្តបង្កើតសំណួរតេស្តដែលផ្អែកទៅលើតារាងដែលយើងបានកំណត់ខាងលើហើយយើងផ្ដំសំណួរតេស្តឡើងវិញខ្លាចទៅជាវិញ្ញាសាប្រឡងហើយចំណុចសំខាន់នៅក្នុងគម្រោងលម្អិតតេស្តហ្នឹងគឺមុខវិជ្ជារងខ្លឹមសាររងមានចំពោះមេរៀនលទ្ធផលសិក្សាតាមរយៈស្តង់ដារតម្រងសំណួរកម្រិតពុទ្ធិលទ្ធផលសិក្សារបស់សិស្សហើយយើងធ្វើរយៈពេលហើយនឹងលេខរៀងតាមរយៈសំណួរផងដែរហើយការបែងចែកទៅតាមកម្មវិធីសិក្សាគឺយើងឧទាហរណ៍ថាយើងក្នុងមួយចម្ពោះយើងមាន4មេរៀនអញ្ចឹងនៅពេលដែលយើងរៀន4មេរៀនហ្នឹងគឺយើងរៀបចំហើយកម្រងហើយអស់ហើយអញ្ចឹងនៅពេលដែលយើងចិត្តដល់ថ្ងៃប្រឡងគឺយើងត្រូវតែប្រមូលផ្ដុំសំណួរទាំងអស់ដែលយើងបានគ្រោងទុកហ្នឹងយកមករៀបចំធ្វើជាវិញ្ញាសាប្រឡងហើយតារាងកំណត់គម្រោងលម្អិតតេស្តគឺយើងមានចែកចេញជាចម្ពោះមេរៀនលទ្ធផលតម្រងសំណួរកម្រិតពុទ្ធិកម្រិតលំបាករយៈពេលនិងបន្ទុកផងដែរហើយទៅលើរេតរៀងសំណួរដូចគ្នាសម្រាប់ទៅលើផ្គុំសំណួរតេស្តទាំងអស់ទៅជាវិញ្ញាសាប្រឡងខ្ញុំមានន័យថារៀងរាល់ចប់មួយមេរៀនគឺគ្រូក៏តែងតែមានតេស្តមួយដើម្បីឲ្យសិស្សធ្វើអញ្ចឹងនៅពេលដែលចប់មេរៀននៅក្នុងចម្ពោះណាមួយគឺគ្រូទៅតែប្រមូលផ្ដុំជាមួយនឹងវិញ្ញាសាទាំងអស់នោះដើម្បីមកចងក្រងឡើងធ្វើវិញ្ញាសាប្រឡងសម្រាប់សិស្សនៅពេលដែលចប់ចម្ពោះណាមួយហើយនៅក្នុងទម្រង់សំណួរគឺយើងអាចបង្កើតជាទម្រង់សំណួរបើកនិងទម្រង់សំណួរបិទផងដែរចា៎នាងខ្ញុំសូមអរគុណជំរាបលាលោកគ្រូ